រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel SNU Home ថ្ងៃនេះដែរនាងខ្ញុំមានម៉ូដផ្ទះថ្មីមួយទៀតហើយដែលចង់យកមកបង្ហាញបងប្អូនគឺផ្ទះម៉ូដក្រពើហាដែលមានទំហំ 5 ម៉ែត្រកន្លះគុណឲ្យ 12 ម៉ែត្របូករួមទាំងវែងរ៉ង់ដាន 2 ម៉ែត្រនិងកម្ពស់ពីដីមកការ៉ូបាត 1 ម៉ែត្រចំណែកឯដំបូលម៉ូដផ្ទះប្រភេទនេះដែរយើងប្រើជាប្រភេទដំបូលស័ង្កសីចំពោះផ្នែកខាងមុខយើងមានទ្វារជាប្រភេទទ្វារសុវត្ថិភាព2បើកមានបង្អួចកញ្ចក់2បង្កាន់ដែកនិងមានបិទម៉ូដការ៉ូតាមសសរនិងជញ្ជាំងដើម្បីឲ្យផ្ទះមើលទៅមានភាពស្រស់ស្អាតចំពោះចន្ទាមានចំនួន5កាំដែលសារតែផ្ទះនេះមានកម្ពស់ខ្ពស់ក្រឡេកមកផ្នែកចំហៀងវិញយើងមានចាប់ជ្រៃតាមស៊ុមបង្អួចជ្រៃស៊ុមឥតពន្លឺមានសសរផុសនិងក្រវ៉ាត់ធ្នឹមលើក្រោមចំណែកឯផ្នែកខាងលើគឺយើងមានចាប់ជាជ្រៃបន្ទះក្តារសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទៅមើលផ្នែកខាងក្នុងវិញម្ដងផ្នែកខាងក្នុងយើងមានបន្ទប់ទទួលភ្ញៀវ1បន្ទប់គេង2និងបន្ទប់ទឹក1ដែលបន្ទប់ទទួលភ្ញៀវមានទំហំ 2.7 ម៉ែត្រទឹកគុណឲ្យ 5 ម៉ែត្រ3ទឹកនិងបន្ទប់គេង2ដែលមានទំហំប៉ុនគ្នាដែលមានទទឹង 2.75 គុណឲ្យបណ្ដោយ 4 ម៉ែត្រឯទ្វារបន្ទប់គេងទាំងពីរជាប្រភេទទ្វារសុវត្ថិភាពផ្ទះនេះដែរយើងទុកផ្លូវដើរ 1 ម៉ែត្រពីទឹកផ្នែកចុងក្រោយយើងមានបន្ទប់ទឹកជាបន្ទប់ទឹកប្រើប្រាស់រួមដែលមានទំហំ 1.30 ម៉ែត្រគុណឲ្យ 2 ម៉ែត្រកន្លះចំពោះផ្ទះនេះដែរមានតម្លៃ $14,000 គឺជាតម្លៃដែលម្ចាស់ផ្ទះកាន់សោចូលនៅហើយម៉ូដផ្ទះនេះគឺស័ក្តិសមចំពោះគ្រួសារដែលមានសមាជិកតិចនិងបងប្អូនដែលមិនចង់ចំណាយច្រើនក្នុងការសាងសង់ផ្ទះដូច្នេះបងប្អូនអាចពិចារណាចំពោះម៉ូដផ្ទះនេះបានវីដេអូនេះខ្ញុំធ្វើឡើងដើម្បីជាគំរូនិងគំនិតសម្រាប់អ្នកពុំធ្លាប់សាងសង់ផ្ទះឬអ្នកដែលមានគម្រោងនឹងសាងសង់ម៉ូដនេះឬប្រហាក់ប្រហែលនេះតែបើបងប្អូនចង់ដឹងបន្ថែមអំពីម៉ូដផ្សេងទៀតបងប្អូនអាចចូលទៅកាន់ Channel របស់យើងខ្ញុំបានវីដេអូនេះមានតែប៉ុណ្ណេះទេសូមអរគុណពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូនេះសូមជួយ like និងជួយ subscribe Channel របស់នាងខ្ញុំផងដើម្បីជាកម្លាំងចិត្តក្នុងការបង្កើតវីដេអូបន្តទៀតសម្រាប់ចែករំលែកម៉ូដផ្ទះថ្មីតម្លៃនិងចំណេះដឹងផ្សេងទាក់ទងនឹងការសាងសង់ផ្ទះប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់សាងសង់ផ្ទះបងប្អូនអាចតាក់ទងមកកាន់ក្រុមការងារ SNU Home តាមរយៈលេខទូរស័ព្ទដូចខាងក្រោមសូមអរគុណសូមជម្រាបលា